នៅក្នុងសេចក្តីប្រកាសចេញថ្ងៃទី30 ខែតុលាឆ្នាំ2025អគ្គនាយកដ្ឋានពន្ធដារបានពន្យល់ថាការយកពន្ធលើប្រាក់ចំណេញមូលធន 20% ពីម្ចាស់ទ្រព្យគឺមាន6ប្រភេទរួមមានភតិសន្យាទ្រព្យវិនិយោគកេរ្តិ៍ឈ្មោះអាជីវកម្មកម្មសិទ្ធិបញ្ញារូបិយប័ណ្ណបរទេសនិងអចលនទ្រព្យតាមអគ្គនាយកដ្ឋានពន្ធដារដដែលការយកពន្ធលើប្រាក់ចំណេញមូលធននេះគឺត្រូវបានរដ្ឋអនុញ្ញាតឲ្យកាត់កង 80% នៃប្រាក់ចំណេញសរុបតាមការពន្យល់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកន្លងមកប្រសិនបើពលរដ្ឋម្នាក់ឧទាហរណ៍លក់អចលនទ្រព្យបានតម្លៃ$1 លានតាមច្បាប់គឺត្រូវកាត់ចេញ$80,000បន្ទាប់មកលុយដែលនៅសល់$20,000ត្រូវយកទៅគុណនឹង 20% ដែលស្មើនឹង$40,000 ដូច្នេះក្នុងតម្លៃអចលនទ្រព្យ$1 លានគឺត្រូវបង់ពន្ធលើប្រាក់ចំណេញមូលធនចំនួន$40,000លោកបរិទ្ធ គឹមហៀងស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនខ្មែរ Real Estate បានពន្យល់បន្ថែមអំពីរបៀបគិតពន្ធលើប្រាក់ចំណេញមូលធននេះយ៉ាងដូចនេះថាចំណេញមូលធន 20% ហ្នឹងបើយើងនិយាយពាក្យឲ្យសម្មាញ់ឲ្យងាយយល់ដល់គ្នាគឺមានន័យថាអនុវត្តភាគច្រើនគឺសម្រាប់ការទិញលក់អចលនទ្រព្យចាស់ៗដែលអង់គ្លេសថា second property ព្រោះបើគម្រោងអភិវឌ្ឍជាបរិយាខណ្ឌគេបង់ជាកញ្ចប់ប៉ុន្តែអា second property គឺដីផ្ទះចាស់ៗដែលលក់តគ្នាពីប្រជាជនទៅប្រជាជនណាអាប្រាក់ចំណេញ 20% ហ្នឹងបើយើងនិយាយពីចេះស្ដែងគឺស្មើនឹងការបង់ប្រតិត្រាម្ដងទៀតជាទូទៅបង់ប្រតិត្រា 4% ប៉ុន្តែបើយើងបូកតាមលក្ខខណ្ឌចេះទេអាប្រាក់ចំណេញមូលធន 2% ហ្នឹងវាស្មើនឹង4ម្ដងទៀតពីដើមយើងលក់ផ្ទះ 10,000 យើងបង់ប្រតិត្រា 4,000 ហើយចំណេញមូលដ្ឋានហ្នឹងវាអាចស្មើ 4,000 ម្ដងទៀតអញ្ចឹងវាស្មើ 8,000 ណាតែលោកបរិទ្ធ គឹមហៀងយល់ថាប្រសិនបើការយកពន្ធនេះត្រូវអនុវត្តនៅឆ្នាំ2026ឆាប់ៗខាងមុខនោះវិស័យអចលនទ្រព្យនឹងបន្តជួបវិបត្តិបន្តទៅមុខទៀតបើសិនជាអនុវត្តប្រាក់ចំណេញមូលធននៅឆ្នាំ2026ហ្នឹងតទៅវាមិនមែនមិនជួយទៅដល់វិស័យធ្លីទេគឺវានឹងធ្វើវិស័យធ្លីដែលកំពុងដុនដាបគេកំពុងតាំងពីរយៈពេល5ឆ្នាំហ្នឹងនឹងមិនងើបឡើងតែម្ដងគឺខ្ញុំបារម្ភមែនទែននៅពេលដែលយកពន្ធចំណេញមូលធន 20% នៅ2026ទោះបីជាយើងពជាពេល5ឆ្នាំក៏ដោយពួក5ឆ្នាំ6ឆ្នាំហ្នឹងគឺជាពេលវេលាមួយដែលយើងមហាលំបាកចង់ថាយើងឈឺ5 6ឆ្នាំយើងមិនទាន់ជាផងយើងដាក់មកបំណងទៅលើទៀតគឺវាអត់ចំណេញសេដ្ឋកិច្ចជាតិទេវាអាចធ្វើឲ្យល្អមើលត្រង់ថាពន្ធដារនឹងបានពន្ធច្រើនយើងនិយាយពីលក្ខណៈមីក្រូសេដ្ឋកិច្ចនិយាយពីលក្ខណៈមួយជ្រុងការយកប្រាក់ចំណេញមូលធន 20% វានឹងធ្វើចំណូលពន្ធដារកើនឡើងប៉ុន្តែនឹងធ្វើឲ្យវិស័យដីធ្លីនិងវិស័យទាក់ទងធ្លីនឹងកាន់តែទន់ខ្សោយបើនិយាយយ៉ាងខ្លីតែយក 26 វានឹងធ្វើឲ្យសេដ្ឋកិច្ចយើងពីលំបាកទៅកាន់តែលំបាកហើយការដែលពន្ធដារលើកឡើងវាត្រឹមត្រូវក្នុងនាមជាអ្នកប្រមូលពន្ធក៏ធ្វើយ៉ាងត្រូវហើយត្រូវយកពន្ធណែលោកបានខ្ញុំត្រូវយកពន្ធអាហ្នឹងគឺវាអត់ខុសនឹងពន្ធប៉ុន្តែបើយើងនិយាយពីដាក់សេដ្ឋកិច្ចជាតិទាំងមូលដើម្បី GDP ប្រទេសជាតិរីកចម្រើនដើម្បីសេដ្ឋកិច្ចគ្រប់ផ្នែកដើរទៅបានដីធ្លីត្រូវតែមានសកម្មភាពរីកចម្រើនដីធ្លីស្រុកខ្មែររយៈពេល30ឆ្នាំនេះភាគច្រើនឡើងថ្លៃមានចរន្តអ្នកមានបានដោយសារមនុស្សទិញដីលក់ចំណេញទិញលក់ដីមានសកម្មភាពកើនឡើងរយៈពេល5ឆ្នាំនេះ2021មកយើងមិនយកប្រាក់ចំណេញមូលធនមែនប៉ុន្តែវាមានសកម្មភាពលក់ដូរទេវាស្អីមានតែវាមានតិចបំផុតណាឥឡូវវាក៏អត់មាននេះច្រើនតិចដដែលហើយសម្រាប់ខ្ញុំគ្រប់គ្រងប្រសាសន៍ខាងពន្ធដារខ្ញុំគ្រប់គ្រងរាជរដ្ឋាភិបាលឲ្យយកប្រាក់ចំណេញមូលធនប៉ុន្តែសម្រាប់ខ្ញុំ26បើសិនជាចាប់ផ្ដើមយក2026នឹងធ្វើឲ្យសេដ្ឋកិច្ចកាន់តែលំបាកជាងមុន